ជាដំបូងសូមជំរាបសួរលោកគ្រូក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នាក្នុងវីដេអូនេះដែរខ្ញុំនឹងមកសង្ខេបនៅមេរៀនទី5ដែលមានចំណងជើងថា Formative Assessment អញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនឹងទៅនិយាយអំពីចំណុចសំខាន់នៅក្នុងមេរៀននេះអញ្ចឹងចំណុចសំខាន់ទី1គឺប្រភេទនៃការវាយតម្លៃទី2គឺការផ្ដល់មតិត្រឡប់ហើយនឹងចុងក្រោយគឺការកែលម្អនៃការបង្រៀនអញ្ចឹងចំណុចទី1គឺប្រភេទនៃការវាយតម្លៃតាមដំណាក់កាលអញ្ចឹងឧទាហរណ៍ចំណុច A គឺលំហាត់ដែលមានលក្ខណៈថាមានរចនាសម្ព័ន្ធអញ្ចឹងទៅ structure exercise អញ្ចឹងលំហាត់ហ្នឹងធ្វើម៉េចការដាក់ហ្នឹងគឺកុំឲ្យសិស្សមានអារម្មណ៍ថាធុញថប់កុំឲ្យពួកគាត់មានអារម្មណ៍ថាធុញហើយនឹងអត់ចង់ប្រឡងអត់ចង់តេស្តអញ្ចឹងលំហាត់ហ្នឹងយើងអាចដាក់ជាល្បែងលេងទៅតាមប្រព័ន្ធ digital អីផ្សេងបើមិនជាសិស្សមានsmartphone អីចឹងទៅឬក៏សាលាយើងមានប្រព័ន្ធ digital ហ្នឹងហើយ B គឺ Bure test អញ្ចឹងឧទាហរណ៍ Bure test ហ្នឹងឧទាហរណ៍ដូចការមេរៀនគណិតអញ្ចឹងរៀនពីមេរៀនចំនួនអញ្ចឹងមុននឹងរៀនយើងចង់ដឹងថាតើសិស្សគាត់មានសមត្ថភាពដែលមានស្រាប់នឹងប៉ុណ្ណាគាត់អាចយល់ប៉ុណ្ណាអញ្ចឹងយើងអាចដាក់ជា Bure test ឲ្យពួកគាត់តេស្តមើលសមត្ថភាពគាត់ថាកម្រិតនៃការចេះពួកគាត់នឹងដល់កម្រិតណាC គឺ homework អញ្ចឹង homework នឹងដែរគឺក៏ជាផ្នែកមួយសំខាន់ដែរសម្រាប់ជំរុញសមត្ថភាពរបស់សិស្សអញ្ចឹងដាក់ homework ដូចជាការពង្រឹងចំណេះដឹងគាត់មួយអញ្ចឹងទី1គឺកុំឲ្យគាត់ឆាប់ភ្លេចនៅមេរៀនហ្នឹងអញ្ចឹងឲ្យគាត់មានពេលវេលានៅក្នុងការសិក្សាD គឺការងារនៅក្នុងថ្នាក់អញ្ចឹងការងារនៅក្នុងថ្នាក់ហ្នឹងដែរយើងមានដូចជាការឲ្យគាត់ធ្វើការងារជាក្រុមដើម្បីបង្កើតនៅភាពស្និទ្ធស្នាលឬក៏សហការគ្នារវាងមិត្តភ័ក្តិឬក៏បង្កើតនៅ communicate របស់ពួកគាត់អញ្ចឹងយើងដឹងថាសិស្សភាគច្រើននៅក្នុងថ្នាក់គឺប្រកាសជាមានសិស្សខ្លះមិនហ៊ាននិយាយមិនហ៊ានបញ្ចេញមតិអីទេអញ្ចឹងការដាក់ឲ្យពួកគាត់ធ្វើជាការងារក្រុមអាចយូរទៅពួកគាត់ស៊ាំនឹងសកម្មភាពជាការសហការគ្នាហ្នឹងអញ្ចឹងអាចធ្វើឲ្យគាត់ក្លាហានឡើងវិញចេះនិយាយស្ដីចេះលក្ខណៈថាមិន introvert ណាអីចឹងទៅហើយ E គឺសំណួរខ្លីៗឬក៏ test ដែលយើងហៅថា quiz ឬក៏ test អីផ្សេងៗហ្នឹងអញ្ចឹងការដាក់នឹងដែរគឺយើងដាក់ធ្វើម៉េចឲ្យសមស្របទៅនឹងមេរៀនដែលយើងបានបង្រៀនអញ្ចឹងកុំរៀនដល់មេរៀនចំនួនប៉ុន្តែដល់ពេលដែលទៅដាក់ quiz ឬក៏សំណួរខ្លីៗអីទៅសួរគាត់ពីមេរៀនដែលអត់បានបង្រៀនគាត់អញ្ចឹងធ្វើឲ្យសិស្សមានអារម្មណ៍ថាការ quiz ការប្រឡងហ្នឹងវាហាក់បីដូចជាមិនសមស្របនឹងសមត្ថភាពគាត់ធ្វើឲ្យគាត់ទៅជាធុញថប់ធម្មតាតែការដែលយើងប្រឡងឬក៏រៀនចេះយើងនឹងមានអារម្មណ៍ថាធុញថប់អត់ចង់ធ្វើវាបន្តទៀតទេអញ្ចឹងការដាក់តែ quiz ហ្នឹងគឺត្រូវគិតមើលដែរឲ្យសមស្របទៅនឹងមេរៀនដែលយើងបានបង្រៀនគាត់F គឺការវាយតម្លៃរួមគ្នាដែរឬក៏ common assessment ហ្នឹងអញ្ចឹងការវាយតម្លៃរួមគ្នាហ្នឹងឧទាហរណ៍ថាគ្រូបន្ទុកថ្នាក់គាត់វាយតម្លៃជាមួយនឹងគណៈកម្មការផ្សេងមាននាយកមានលេខាអីចឹងទៅឬក៏នៅមេរៀនទី4ក៏យើងបានបញ្ជាក់ដែរថាសិស្សគឺអាចវាយតម្លៃនៅខ្លួនឯងបានអញ្ចឹងដូចជាពួកគាត់រៀនចប់នៅមេរៀននឹងមួយអញ្ចឹងពួកគាត់អាចវាយតម្លៃថាតើក្នុងមេរៀននឹងមួយខ្ញុំចេះខ្ញុំយល់បានកម្រិតណាហើយនៅមានចំណុចណាខ្លះដែលខ្ញុំនៅអត់ទាន់ច្បាស់អញ្ចឹងគឺសំដៅលើការវាយតម្លៃដោយពួកគាត់ផ្ទាល់នឹងសិស្សនឹងឯង G គឺការវាយតម្លៃ
វឌ្ឍនភាពរបស់សិស្សអញ្ចឹងនៅក្នុងនឹងដែរបន្ទាប់ពីយើងបានធ្វើការវិតម្លៃនៅពីចំណុចខាងលើមកហើយគឺយើងអាចវាស់ពីវឌ្ឍនភាពពីសមត្ថភាពរបស់ពួកគាត់បានន័យថាសមត្ថភាពរបស់ពួកគាត់មានកម្រិតអភិវឌ្ឍបានប៉ុណ្ណាហើយបន្ទាប់ពីការរៀនបាននៅមេរៀននឹងមួយហើយចំណុចទី2គឺការផ្ដល់មតិត្រឡប់អញ្ចឹងការផ្ដល់មតិត្រឡប់នេះដែរគឺសំខាន់ទៅលើពេលវេលាទីហោថាធ្វើ quiz គាត់ថ្ងៃហ្នឹងឃើញចំណុចខ្វះខាតគាត់ថ្ងៃហ្នឹងអញ្ចឹងយើងត្រូវប្រាប់គាត់ភ្លាមកែលម្អគាត់ភ្លាមដើម្បីឲ្យគាត់អាចកែប្រែខ្លួនឯងទាន់ពេលវេលានឹងយកកំហុសហ្នឹងទៅត្រឡប់ទៅមើលម្សាទៀតហើយអនុវត្តឲ្យត្រូវនិងច្បាស់លាស់ឡើងវិញចុងក្រោយគឺការកែលម្អនៃការបង្រៀនក្រោយពីយើងបានផ្ដល់មតិត្រឡប់រួចហើយអញ្ចឹងការកែលម្អនេះដែរគឺទី1ផ្ដោតទៅលើការសិក្សាប្រកបដោយសមត្ថភាពអញ្ចឹងការសិក្សាប្រកបដោយសមត្ថភាពនោះគឺគេផ្ដល់សំខាន់ទៅលើការផ្លាស់ប្ដូរគំនិតនៃការអប់រំរបស់យើងបច្ចុប្បន្ននោះដោយផ្អែកទៅលើគោលការណ៍3ដែលយើងអប់រំបច្ចុប្បន្នគឺមានគ្រូធ្វើហើយនិងសិស្សធ្វើជាមួយនឹងគ្រូសិស្សធ្វើដោយខ្លួនឯងនឹងទៅមិនអាចឲ្យតែគ្រូបង្រៀនតែឯងនិយាយតែឯងទេអញ្ចឹងគឺសិស្សគាត់អត់បានបង្កើនការគិតនឹងឬក៏ការស្រាវជ្រាវអីផ្សេងអញ្ចឹងគឺចង់ផ្លាស់ប្ដូរគំនិតនៃការអប់រំនោះឲ្យទៅជាសិស្សជាអ្នកធ្វើខ្លួនឯងឲ្យច្រើនជាងអញ្ចឹងការជាជាងការចាំតែយកពីគ្រូចាំតែយកចម្លើយស្រាប់ពីគ្រូអញ្ចឹងសិស្សត្រូវចេះស្វែងរកហើយនឹងស្រាវជ្រាវដោយខ្លួនឯងទៅការអភិវឌ្ឍការអប់រំហ្នឹងយើងទទួលបានជោគជ័យហើយមួយទៀតគឺការបង្រៀនដើម្បីឆ្លើយតបភាពខុសគ្នារបស់សិស្សក្នុងនោះដែរគឺមាន5គឺទី1បរិស្ថានថ្នាក់រៀនទី2កម្មវិធីសិក្សាទី3គឺការវិតម្លៃទី4គឺការបង្រៀននិងរៀនទី5គឺការគ្រប់គ្រងថ្នាក់មួយទៀតគឺការវឌ្ឍនភាពសិក្សារបស់សិស្សអញ្ចឹងវឌ្ឍនភាពសិក្សារបស់សិស្សហ្នឹងគឺធ្វើឲ្យគ្រូនឹងអាចបន្ស៊ីសកម្មភាពសិក្សាជាមួយនឹងសកម្មភាពសិក្សារបស់សិស្សនិងដើម្បីដឹងពីលក្ខណៈឬក៏ពីការវិនិច្ឆ័យពីការវិតម្លៃអនុវត្តប្រកបទៅដោយភាពជោគជ័យរបស់សិស្សនៅក្នុងជំហាននីមួយៗអញ្ចឹងដូចដដែលនៅពីខាងលើទេវឌ្ឍនភាពសិក្សារបស់សិស្សអញ្ចឹងគឺនិយាយតាក់ទងទៅនឹងកម្រិតនៃការអភិវឌ្ឍការសិក្សារបស់ពួកគាត់ទៅតាមដំណាក់កាលនីមួយៗដែលបានវាតម្លៃខាងលើនឹងហើយចុងក្រោយគឺការបង្រៀនគឺការកែលម្អបង្រៀនសារចុះសារឡើងច្រើនដងអញ្ចឹងឧទាហរណ៍ថាសិស្សដែលនៅចំណុចខ្វះខាតឬក៏គាត់លក្ខណៈថាការចាប់យកហើយនឹងកម្រិតនៃការយល់របស់គាត់គឺយឺតជាងគេបន្តិចអញ្ចឹងយើងអាចបង្រៀនគាត់សារចុះសារឡើងច្រើនដងអញ្ចឹងទៅណាដូចប្រភេទមានប្រភេទរបស់គេអញ្ចឹងប្រភេទនៃការអានបន្ថែមអញ្ចឹងឧទាហរណ៍ទៅលើអានទៅលើអត្ថបទបន្ថែមអំពីខ្លឹមសារមុខវិជ្ជាដែលនៅមានបញ្ហាអញ្ចឹងឲ្យគាត់អានទៅលើខ្លឹមសារណាដែលគាត់មានបញ្ហាដែលគាត់មិនទាន់យល់ច្បាស់អញ្ចឹងទៅមួយទៀតគឺការពន្យល់បន្ថែមនៅឡើងវិញអញ្ចឹងទៅអញ្ចឹងជាក់ស្ដែងដូចខ្ញុំរៀនរាល់ថ្ងៃអញ្ចឹងគឺនៅពេលដែលចំណុចមួយនឹងសិស្សអត់ទាន់ចេះសិស្សអត់ទាន់យល់គឺខ្ញុំតែងតែបង្រៀនគាត់នៅចំណុចហ្នឹងនៅចិញ្ជ្រុំនៅនឹងរហូតតតែមិនថាឲ្យគាត់យល់ 100% គឺឲ្យគាត់យ៉ាងហើយគាត់ចាប់បាន 50% ដែរអញ្ចឹងនៅពន្យល់នៅប្រាប់ហើយនៅដាក់លំហាត់ជាបន្តបន្ទាប់ដែលតកតងទៅនឹងចំណុចហ្នឹងដើម្បីធ្វើយ៉ាងណាឲ្យគាត់អាចចាប់បានខ្លះអញ្ចឹងបើសិនជារៀននៅចំណុចនឹងអត់ចេះផងទោះបីទៅចំណុចបន្ទាប់ទៀតក៏គាត់អត់ចេះដែរក៏គាត់នៅតែចាប់អត់បានដែរអញ្ចឹងការ
រៀនខ្លឹមសារកម្មវិធីសិក្សាគឺគេដាក់តទៅជាលំដាប់អញ្ចឹងហើយយើងមានពីស្រួលទៅពិបាកអីចឹងទៅហើយក៏ដូចជាការបង្រៀនមិត្តភ័ក្តិអីចឹងទៅអញ្ចឹងមិត្តភ័ក្តិណាដែលគាត់ចេះជាងឬក៏ថាកម្រិតនៃការយល់របស់គាត់អាចយល់ច្រើនជាងអញ្ចឹងលើកទឹកចិត្តឲ្យគាត់សួរគេឬក៏លើកទឹកចិត្តឲ្យអ្នកដែលចេះជាងនឹងជួយបង្ហាត់បង្រៀនអ្នកដែលគាត់រៀនខ្សោយជាងនឹងចាអញ្ចឹងសម្រាប់ខ្ញុំមានតែប៉ុណ្ណឹងនៅក្នុងវីដេអូទីមេរៀនទី5នេះអញ្ចឹងចុងក្រោយសូមអរគុណលោកគ្រូនិងលោកគ្រូអ្នកគ្រូដែលជាមិត្តរួមថ្នាក់ទាំងអស់គ្នា